បាទអរគុណច្រើនបងប្អូនមករយៈនេះឃើញថាបងប្អូនគ្រប់ត្រូលច្រើនមែនតើវីដេអូនោះមុនបានជាង 200k វីដេអូបាទឥឡូវនេះគឺវីដេអូដែលខ្ញុំថតតពីយប់ថ្ងៃមុនហ្នឹងជាមួយនឹងអ្នកដែលថតឲ្យខ្ញុំហ្នឹងតកែក្នុងខេតហ្នឹងឥឡូវគឺបើវាគាត់ញ៉ាំមកដល់អ្នកថតម្ដងគាត់រៀងអៀនកាមេរ៉ាទៅបាទបាយគឺដៃកង់អ្នកជិតខាងខ្ញុំហ្នឹងតែ2នាក់ថ្ងៃណាមានពួកម៉ាក់មកក៏នេះទៅអ្នកពីកំពុងនេះអត់មានសម្រាប់ទេពេលមកគាត់លក់ដល់មកខ្ញុំលក់ដូចគ្នាអញ្ចឹងខ្ញុំបិទគាត់រើកន្លែងម៉ោង9ខ្ញុំរើម៉ោង9កន្លះអញ្ចឹងរើហើយតិចទៀតស្មើគ្នាអញ្ចឹងទៅជួយលេងទៅមកមួយទៀតហើយគាត់ហ្នឹងពីមុនក៏ចេះញ៉ាំដែរហើយមកនិយាយពីមួយអាទិត្យអីកេះម្ដងកេះឡើងទៅបន្ទប់ពុនរហូតគាត់ញ៉ាំហើយខ្ញុំអ្នកថតម្ដងបាទហ្នឹងក៏អរគុណពុកម៉ែបងប្អូនដែរមានថា3-4ថ្ងៃនេះគ្រប់ត្រូលភ្លុកទឹកភ្លុកដីបងប្អូនហើយនេះគឺខ្ញុំមករៀបចំជូនភ្ញៀវដែលកំងមកភ្ញៀវតែកក់និងភ្ញៀវតែមិនតំកក់គឺមានដូចគ្នាបងតែថាពីម្សិលហើយនិងម្សិលថ្ងៃមួយនោះគឺអត់មានទេបងគឺភ្ញៀវយើងទេកំងច្រើនមែនតើតែអត់មានអវ៉ាន់លក់ឲ្យគាត់ទេដោយសារតែសាច់គោយើងទិញមកមានចំនួនកំណត់អញ្ចឹងណាហើយថ្ងៃនេះគឺខ្ញុំបានរៀបចំច្រើនមែនតើមកគឺថាឈុតតែខ្ញុំយកមកនេះគឺរៀបបន្ទុកនេះបានតែជាង20ឈុតអីទេតែសាច់គោខ្ញុំយកចេញពីទូទឹកកកមកបានតែប្រហែលឈុតហ្នឹងឯង8ឈុតហ្នឹងទេបន្លែអី30 40ឈុតទឹកត្រីអីគឺនៅមិនទាន់ដួសអស់ទេបាទដោយសារតែចាំពេលអស់អានឹងម្សាមកយើងដួសម្សាទៀតណានេះសកម្មភាពខាងបងខាងបងក្រែបនេះដឹកមកដឹកអញ្ចឹងណានេះសង្កែងភ្ញៀវមកញ៉ាំទីម្សិលដែរនេះក្រែបគេមកយកអញ្ចឹងទៅហើយខ្ញុំអត់មានសេវាដឹកហ្វ្រីជូនបងប្អូនទេបងប្អូនគឺខ្ញុំមានតែហៅក្រុមហ៊ុនក្រែបឲ្យគេមកយកអញ្ចឹងណាហើយបងប្អូនចេញសេវាខ្លួនឯងអញ្ចឹងបងហើយនេះគឺទឹកត្រីបាទបងទឹកត្រីបងឃើញសាប់ខាត់អញ្ចឹងណាគឺមិនសូវជារាវទេខ្ញុំហើយខ្ញុំរៀបចំមិនដំណតហើយបាទអូនដាក់ខាងក្រោយអញ្ចឹងណាពីកន្លែងខ្ញុំរៀបចំមកបានខ្ញុំដូរហាងហ្នឹងបាទនេះបាទម៉ូទ័រនេះក្តាយវាយកដាក់ផ្លាស្ទិកxongនេះសាច់ខ្ញុំរៀបចំឲ្យផ្លាស្ទិកអញ្ចឹងដើម្បីមកវាធ្វើជាមកជាទៅនេះបាទសាច់ណែនទិញហ្នឹងហ្នឹងគឺពីព្រឹកដែលខ្ញុំទឹកតែរៀបបានក្បាលមុនព្រោះនេះមិនទាន់រៀបចំហើយទេ